គ្រប់ជំរាបសួរពុកម៉ែបងប្អូនអរគ្នាទីគ្រប់ស្រឡាញ់បងប្អូនមួយរយៈហ្នឹងគឺល្បីមែនទែនរឿងលក់ឡានខ្យល់បងប្អូនយើងអ្នកតាមខេត្តបានចាញ់បោករឿងទិញឡានខ្យល់បងប្អូនបានតាមតាន់ព័ត៌មានអត់ទេបងប្អូនហើយអញ្ចឹងបងប្អូនឃើញវីដេអូនេះជួយ share ម្នាក់មួយផងដើម្បីបងប្អូនយើងផ្សេងទៀតកុំឲ្យចាញ់បោកគេតទៀតបងប្អូនណាបងប្អូនសម័យណាក៏ដោយអាការជនខិលខូចមនុស្សបោកប្រាស់វានៅតែមានជាប់រហូតបងប្អូនអញ្ចឹងបងប្អូនខ្លួនឯងផ្ទាល់គួរតែពង្រឹងខ្លួនឯងដើម្បីជៀសវាងពួកមនុស្សខិលខូចណាបងប្អូនណាបងប្អូនទៅទិញក៏ដោយបងប្អូនលក់ឡានក៏ដោយបងប្អូនគួរតែរកមនុស្សណាដែលយើងទុកចិត្តបានបងប្អូនណាមិនថាទិញមិនថាលក់ទេហើយបងប្អូនគួរតែរកមនុស្សណាដែលយើងទុកចិត្តបានជៀសវាងជួបរឿងដូចបងប្អូនយើងមួយរយៈហ្នឹងកំពុងតែផ្ទុះព័ត៌មានគឺចាញ់បោកលុយគេរិះសាអីគេយកឡានខ្យល់ឡានបោះក្រាស់ទេហើយយកមកធ្វើជាម្ចាស់មកលក់ឲ្យគាត់ដល់ពេលត្រូវតម្លៃគ្នាគាត់កក់លុយហើយអត់ជាក់ស្ដែងគឺខាងឃ្លាំងគេអត់ដឹងទេចឹងបងប្អូនណាបងប្អូនទិញលក់បងប្អូនបងប្អូនគួរតែទៅមើលជាក់ស្ដែងផ្ទាល់នឹងភ្នែកចរចាជាក់ស្ដែងត្រូវយកមកបងប្អូនកុំឲ្យមានរឿងចឹងដែរទៀតបងប្អូនណាអញ្ចឹងរឿងហ្នឹងមានតែប៉ុណ្្នឹងទេហើយត្រឡប់មករឿងខ្ញុំវិញខ្ញុំទួលទិញឡាន25ខែក្រុងបងប្អូនណាបងប្អូនត្រូវការលក់ឡានប្រើតខ្លួនឡានចង់ដូរសេរីអីបងប្អូនមិនចាំបាច់មកភ្នំពេញទេបងប្អូនជួយផ្ញើរូបឡានពិនភាគឡានឆ្នាំផលិតយើងជជែកតម្លៃគ្នាត្រូវគឺបងប្អូនខ្ញុំឡើងទៅទិញផ្ទាល់ដល់ផ្ទះបងប្អូនតែម្ដងសំខាន់យើងត្រូវតម្លៃគ្នាណាបងប្អូនណាខុសត្រូវអីយើងនិយាយគ្នាខ្លះជាក់ស្ដែងពេលទៅឡានជាក់ស្ដែងពួកពិនភាគឡានបងប្អូនមិនអាចប្រាប់ខ្ញុំអស់ទេចឹងបងប្អូនណាអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេជម្រាបលាពុកម៉ែបងប្អូនអរគ្នា